ក្នុងចំណោមសិស្សមន្ត្រីរាជការដែលមានវត្តមាននៅទីនេះមានច្រើនចម្រុះកម្រិតដែលខ្ញុំសូមលើកឡើងនៅរបស់ជាមុខងារ3យ៉ាងទោះបីជាបរិជ្ជគុណឬក៏លោកស្រីទៅធ្វើកិច្ចការងារអ្វីក៏ដោយក្នុងទំហំការងារអ្វីក៏ដោយប្រហែលជាមិនអាចរំលងផុតអំពីមុខងារទាំង3ហ្នឹងទេមុខងារទី1គឺប្រឹក្សាពេលដែលយើងទៅបំពេញការងារចង់យើងមានប្រធានឋានានុក្រមតែសុំឲ្យយើងផ្ដល់មតិយោបល់ប្រឹក្សាថាតើកិច្ចការងារណាគួរធ្វើកិច្ចការងារណាមិនគួរធ្វើហើយបើធ្វើទៅវាផ្ដល់ផលប្រយោជន៍ផ្ដល់គុណានុភាពផ្ដល់នៅគុណតម្លៃគុណប្រយោជន៍យ៉ាងណាក្នុងនោះការផ្ដល់ប្រឹក្សានោះមានបន្ទាត់មួយដែលជាស្នូលគឺច្បាប់ទី2បង្គាប់មុខងារបង្គាប់នេះគឺប្រកាសណាស់ថាលោកស្រីពេលដែលចេញទៅធ្វើការងារប្រកាសជាអាចនឹងមានឱកាសទៅដឹកនាំមនុស្សដឹកនាំអង្គភាពដឹកនាំស្ថាប័នទាំងរដ្ឋបាលថ្នាក់ជាតិទាំងរដ្ឋបាលថ្នាក់ក្រោមជាតិដូច្នេះការផ្ដល់សេចក្តីណែនាំផ្ដល់ឱវាទផ្ដល់ការតម្រង់ទិសដល់មន្ត្រីក្រមបង្គាប់ក្រមឱវាទរបស់ខ្លួនក៏ត្រូវយល់អំពីទិសដៅនៃការបង្គាប់របស់យើងផងដែរហើយក្នុងដំណើរនៃការបង្គាប់នោះមានស្នូលជាច្បាប់ទី3ប្រតិបត្តិបើទោះបីជាយើងមិនបានទៅកាន់តួនាទីជាអ្នកដឹកនាំគេតែយើងជាមន្ត្រីគឺត្រូវជាអ្នកដែលប្រតិបត្តិកិច្ចការងារដែលប្រធានឋានានុក្រមរបស់ខ្លួនបកគលឲ្យពីការប្រតិបត្តិអញ្ចឹងអ្នកប្រតិបត្តិក៏តោងយល់ថាតើព្រំដែននៃការប្រតិបត្តិរបស់យើងនៅទីណាក្នុងនោះមាគ៌ាដែលត្រូវគោរពជាអបបរមាគឺច្បាប់អញ្ចឹងកិច្ចការច្បាប់នេះមានសារៈសំខាន់ណាស់ជាពិសេសទៅទៀតគឺសម្រាប់មន្ត្រីរដ្ឋបាលរបស់យើងត្រូវយកច្បាប់ជាមូលដ្ឋានបើទោះបីជាខ្លួនទៅបំពេញការងារជាមន្ត្រីប្រតិបត្តិក៏ត្រូវការច្បាប់ជាថ្នាក់ដឹកនាំដែលផ្ដល់បង្គាប់ត្រូវដឹកនាំមន្ត្រីក្រមបង្គាប់ក៏ត្រូវមានច្បាប់ទៅធ្វើកិច្ចការងារជាប្រយោជន៍ដល់ប្រធានស្ថាប័នរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ការតម្រង់ទិសក្នុងកម្រិតនយោបាយឬក៏គោលនយោបាយណាមួយដែលយើងជាសេនាធិការហើយដែលជោគជ័យរបស់យើងនៅក្នុងការបំពេញមុខនីតិជាសេនាធិការឲ្យថ្នាក់ដឹកនាំគឺការផ្ដល់ប្រឹក្សាយោបល់មួយដែលមានច្បាប់ជាគោលមានច្បាប់ជាមូលដ្ឋាន